តាំងពីថ្ងៃ10មកប្រហែលជាបងប្អូនបានទទួលกระดาษនេះហើយបងប្អូនជាច្រើនដែលសួរថាกระดาษអីគេចោតគឺជាกระดาษបងពន្ធឡានចំមាទី2នេះឃើញជាបែបនេះហើយបងប្អូនសួរថាមានលុយចំនួនទឹកប្រាក់2អញ្ចឹងដាក់មួយណាបើសិនជាបងប្អូនចូលទៅបងក្នុងខែហ្នឹងណាត្រឹមថ្ងៃ31បងប្អូនបងតែប៉ុណ្ណេះទេហើយបើសិនជាអត់បានបងក្នុងខែហ្នឹងហួសទៅដល់ឆ្នាំថ្មីរហូតទៅដល់ខែ2ថ្ងៃ2អញ្ចឹងបងប្អូនពេលបងពេលឡណងគឺយើងបងតម្លៃប៉ុណ្ណេះអញ្ចឹងមានន័យថានៅពេលដែលយើងបងលឿនគឺគេជួយបញ្ចុះតម្លៃបានបន្តិចដែរបើសិនជាយើងអត់បានបងនោះគេតម្លើងតម្លៃអីចឹងណាអញ្ចឹងបើសិនជាបានកระดาษហ្នឹងហើយបងប្អូនប្រញាប់បងឲ្យគេទៅហើយពន្ធឡានគឺនៅក្នុងប្រទេសកូរ៉េគេយកគិត2ដងបងប្អូនខែ6និងខែ12ទោះបីជាបងប្អូនទិញឡានបានតែបន្តិចតួចមួយខែ2ខែក៏ដោយឲ្យតែមានកระดาษហ្នឹងគឺយើងត្រូវតែបងហើយការគិតរបស់គេគឺអត់ខុសទេបងប្អូនហើយឬក៏បងប្អូនលក់បាត់ហើយឥឡូវលក់បាត់ណាតែក៏ត្រូវបងពន្ធដែរដោយសារអីនៅក្នុងរយៈពេលដែលយើងជិះនោះដូចជាខែ7ខែ8អញ្ចឹងយើងនៅជិះអញ្ចឹងគឺការនោះគឺគេត្រូវគិតពន្ធដែរអញ្ចឹងយើងត្រូវបងទៅបើសិនជាយើងបានទទួលលិខិតហ្នឹងណាហើយចំពោះលេខកង់នោះគឺនៅក្នុងហើយបងប្អូនលេខកង់មានមកកណូដាក់លេខកង់មួយណាក៏បានដែរស្រឡាញ់ធនាគារមួយណារើសធនាគារមួយហ្នឹងបងទៅតាមហ្នឹងទៅហើយដល់ពេលយើងឃើញយើងដាក់លេខកង់លេខអីហើយឈ្មោះអីហើយនេះអ្នកឈ្មោះអ្នកទទួលគឺជីបាងសេហើយជីបាងសេយីបអញ្ចឹងបើយើងដាក់លេខកង់ក៏វាអត់ឡូតមកដែរលេខកង់ខុសក៏វាអត់ឡូតមកដែរអញ្ចឹងយើងគ្រាន់តែដាក់ទៅជាការស្រេចហើយ